បងប្អូនអរគ្នាបងប្អូនមានដែរដឹងទេថាបច្ចុប្បន្ននេះអ៊ីរ៉ង់ត្រូវបានគេរកឃើញថាបានចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដល់កម្រិត60% បងប្អូនទាំងអស់គ្នាវាមានន័យថានៅខ្វះតែមួយជំហានទៀតទេគឺអ៊ីរ៉ង់អាចផលិតអាវុធនុយក្លេអ៊ែរបានបច្ចុប្បន្ននេះអ៊ីរ៉ង់បានចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមកម្រិត60% ហ្នឹងមានរហូតដល់ទៅប្រមាណ400គីឡូក្រាមហើយនៅពេលដែលអ៊ីរ៉ង់យកអាសារធាតុដែលបានចម្រាញ់60% 400គីឡូក្រាមហើយយកទៅចម្រាញ់ថែមទៀតរហូតដល់កម្រិត90%អ៊ីរ៉ង់នឹងអាចផលិតគ្រាប់បែកនុយក្លេអ៊ែរបានយ៉ាងហោចណាស់10គ្រាប់បងប្អូនអរគ្នាអ្វីដែលខ្ញុំរៀបរាប់សង្ខេបអំបញ្ញមិញនេះគឺជាហេតុផលដែលធ្វើឲ្យសហរដ្ឋអាមេរិកក្រោមអំណាចដឹកនាំរបស់លោកប្រធានាធិបតី Donald Trump សម្រេចបញ្ជូនយន្តហោះ B2 Spirit បើកច្រែកទម្លុះប្រព័ន្ធការពារដែនអាកាសតម្រង់សម្ដៅទៅទម្លាក់គ្រាប់បែកយក្សទម្លុះរូងភ្នំកំទេចទីតាំងចម្រាញ់ជាតិអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់កាលពីថ្ងៃទី21ខែមិថុនាឆ្នាំ2025កន្លងទៅប្រតិបត្តិការយោធានោះហៅថា Operation Midnight Hammer តើប្រតិបត្តិការ Operation Midnight Hammer នឹងមានដំណើរដើមទងយ៉ាងដូចម្តេចបន្តិចទៀតខ្ញុំនឹងលម្អិតជូនបងប្អូនទាំងអស់គ្នាមុននឹងខ្ញុំលម្អិតរឿងរ៉ាវនេះជូនបងប្អូនទស្សនាខ្ញុំបាទសូមបង្ហាញ feedback របស់ផលិតផលថែសាសក់ភាព Premium ដែលជា brand របស់កូនខ្មែរបង្កើតឡើងដោយខ្ញុំនិងភរិយារបស់ខ្ញុំបងប្អូនប្រុសម្នាក់នេះមានបញ្ហាឆក់សក់បែបនេះគាត់ក៏បានទិញផលិតផលថែសាសក់ភាព Premium អាចឈុតទប់ស្កាត់សក់ជ្រុះនិងបណ្ដោះសក់ថ្មីយកទៅប្រើអស់ចិត្តមួយឈុតសក់បងប្អូនក៏បានដោះមកវិញពេញបែបនេះហើយគាត់ក៏សប្បាយចិត្តណាស់បានផ្ញើ feedback ហ្នឹងមកឲ្យក្រុមការងារខ្ញុំអញ្ចឹងបងប្អូនអរគ្នាខ្ញុំក៏យក feedback ហ្នឹងមកបង្ហាញជាផុសតាងដើម្បីបង្ហាញបងប្អូនថាផលិតផលថែសាសក់ភាព Premium គឺជា brand កូនខ្មែរដែលមានគុណភាពពិតប្រាកដដូច្នេះបើសិនជាបងប្អូនចង់ដឹងព័ត៌មានបន្ថែមបងប្អូនអាចឆាតចូល page ភាព Premium ដែលជា page ផ្លូវការឬក៏ Telegram ផ្លូវការរបស់ភាព Premium ក៏បានដែរក្រុមការងារខ្ញុំគាត់នឹងបញ្យល់បងប្អូនបន្ថែមបងប្អូនតាមពិតមុននឹងប្រធានាធិបតី Donald Trump បញ្ជាឲ្យកងទ័ពអាមេរិកបើកប្រតិបត្តិការយោធាដែលហៅថា Operation Midnight Hammer កាលពីថ្ងៃទី21ខែមិថុនាឆ្នាំ2025ឆ្នាំមុនហ្នឹងរឿងរ៉ាវវាប្រតិក្លាគ្នាច្រើនមែនតើបងប្អូនអរគ្នាខ្ញុំនៅក្នុងវីដេអូនេះព្យាយាមបញ្យល់បងប្អូនដោយសង្ខេបមុននឹងឈានទៅដល់ការបញ្យល់បងប្អូនអំពីដំណើរការនៃប្រតិបត្តិការយោធាហ្នឹងបងប្អូនអរគ្នាមានដឹងទេថាអាមេរិកនិងអ៊ីរ៉ង់ធ្លាប់ជាសម្ព័ន្ធមិត្តនឹងគ្នាហើយសម្ព័ន្ធមិត្តហ្នឹងមិនធម្មតាគឺរាប់អានគ្នាស្និទ្ធស្នាលទៀតអាមេរិកនិងអ៊ីរ៉ង់រាប់អានគ្នាស្និទ្ធស្នាលនៅក្នុងចំនួនដែលអ៊ីរ៉ង់នៅដឹកនាំតាមរបបរាជានិយមឬគេហៅថាស្ដេចឆាហ្នឹងណាស្ដេចឆាហ្នឹងគឺគេចង់សំដៅទៅលើបរាជាគ្រប់គ្រងប្រទេសស្ដេចឆារបស់ប្រទេសអ៊ីរ៉ង់នៅចំនួនហ្នឹងមានឈ្មោះថា Mohammad Reza Pahlavi វង្សតកូលរាជវង្ស Pahlavi ហ្នឹងគឺគ្រប់គ្រងប្រទេសអ៊ីរ៉ង់មករៀងយូរដែរហើយមានយុរដ្ឋមន្ត្រីមានអីចឹងទៅប៉ុន្តែព្រះមហាក្សត្រគឺមានឥទ្ធិពលនៅក្នុងការដឹកនាំនយោបាយនៅក្នុងប្រទេសអ៊ីរ៉ង់នាជំនាន់ហ្នឹងអាមេរិកចាប់ដើមមានទំនាក់ទំនងស្និទ្ធស្នាលជាមួយអ៊ីរ៉ង់ហ្នឹងស្និទ្ធខ្លាំងមែនតើគឺនៅជំនាន់ទសវត្សរ៍ឆ្នាំ1950 1960 1970អាមេរិកនាជំនាន់ហ្នឹងស្រឡាញ់អ៊ីរ៉ង់ខ្លាំងមែនទែនរហូតដល់មានការលក់អាវុធទំនើបឲ្យអ៊ីរ៉ង់មានការផ្ទេរបច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរដើម្បីឲ្យអ៊ីរ៉ង់ហ្នឹងយកទៅសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរទៀតបងប្អូនអរគ្នាជំនាន់ហ្នឹងណាអ្វីបានផ្លាស់ប្ដូរទាំងស្រុងនៅជំនាន់ឆ្នាំ1979ក្រោយពេលដែលមេដឹកនាំសាសនាដ៏មានឥទ្ធិពលមួយរូបឈ្មោះថាអាយ៉ាតូឡា Ruhollah Khomeini អាយ៉ាតូឡា Ruhollah Khomeini បានដឹកនាំអ្នកគាំទ្រដើម្បីធ្វើបដិវត្តផ្ដួលរំលំរបបរាជានិយមនិងបណ្ដេញស្ដេច Mohammad Reza Pahlavi នឹងផ្លាស់ប្ដូររបបដឹកនាំប្រទេសអ៊ីរ៉ង់ឲ្យមកដឹកនាំតាមច្បាប់អ៊ីស្លាមវិញច្បាប់អ៊ីស្លាមដែលយើងនិយាយដល់ Sharia law ហើយអាយ៉ាតូឡា Ruhollah Khomeini នឹងក៏បានក្លាយទៅភាសាអង់គ្លេសហៅថា Supreme Leader ឬក៏ហៅថាមេដឹកនាំអគ្គមគ្គុទ្ទេសកកំពូលដឹកនាំប្រទេសដូចគីមចុងអ៊ុនរាល់ថ្ងៃហ្នឹងអញ្ចឹងគឺគាត់គេហៅថា Supreme Leader ហើយបងប្អូនអរគ្នាដឹងទេថាក្រោយពេលដែលមានបដិវត្តIslamic Revolution នៅក្នុងប្រទេសអ៊ីរ៉ង់កាលពីចំនួនទសវត្សរ៍ឆ្នាំ1979ហ្នឹងអាយ៉ាតូឡា Ruhollah Khomeini គាត់បានហៅអាមេរិកថាជាបិសាចយក្ស Great Satan ហើយហៅអ៊ីស្រាអែលថាជាកូនបិសាចអ៊ីស្រាអែលនឹងកូនជើងរបស់អាមេរិកអញ្ចឹងបងប្អូនអរគ្នាគាត់ចោទអាមេរិកហើយនិងអ៊ីស្រាអែលនឹងថាយកវប្បធម៌ប៉ោឡាអាវ៉ាសែវប្បធម៌ពលលួយវប្បធម៌សេរីហើយ
វប្បធម៌សេរីអញ្ចឹងបងប្អូនយកមកដាក់ចូលនៅក្នុងសង្គមអ៊ីរ៉ង់ដែលជាវប្បធម៌តឹងរឹងវប្បធម៌គោរពសាសនាបដិបត្តិសាសនាអ៊ីស្លាមនិកាយឈីតហ្នឹងគឺតឹងរឹងអញ្ចឹងបងប្អូនហើយនៅពេលដែលខ្ញុំស្រាវជ្រាវថាស្អីគេអាវប្បធម៌សេរីចូលនៅក្នុងសង្គមអ៊ីរ៉ង់នៅពេលហ្នឹងគឺស្ដេចមូហាម៉េតរេហ្សាផាឡាវីកាន់តំណែងកាន់អំណាចមុនពេលមានបដិវត្តន៍ហ្នឹងគឺគាត់យកវប្បធម៌ដូចថាចែកដីធ្លីឲ្យប្រជាជនធ្វើការមានការវិនិយោគឯកជនមានការបើកសេរីសម្លៀកបំពាក់លោឆាយនារីស្ត្រីអ៊ីរ៉ង់នាជំនាន់មុនបដិវត្តន៍អ៊ីស្លាមគាត់ស្លៀកពាក់កៅអៅធម្មតាដូចប្រជាជនយើងធម្មតាដូចនៅអឺរ៉ុបដូចនៅអាមេរិកអីអញ្ចឹងបងប្អូនប៉ុន្តែក្រោយពីមានបដិវត្តន៍អ៊ីស្លាមគាត់ក៏ត្រូវការស្លៀកពាក់តឹងរឹងតាមវប្បធម៌និងច្បាប់ Sharia law អញ្ចឹងទៅអាយ៉ាតូឡារ៉ូហូឡាខូមេនីគឺជាមេដឹកនាំទី1ក្រោយពីគាត់បានបាត់បង់ជីវិតទៅមេដឹកនាំទី2 Supreme Leader ទី2របស់អ៊ីរ៉ង់ឡើងគឺមានឈ្មោះថាអាយ៉ាតូឡាអាលីខូមេនីមេដឹកនាំទី2របស់អ៊ីរ៉ង់ហ្នឹងក៏មិនស្លូតប្រហែលដែរគាត់នៅតែប្រកាន់មនោគមជាប្រឆាំងអាមេរិកប្រឆាំងជាមួយនឹងពួកបច្ចឹមលោកប្រឆាំងជាមួយនឹងអ៊ីស្រាអែលសម្រាប់អាមេរិកនិងអ៊ីស្រាអែលអ៊ីរ៉ង់ចង់ធ្វើអីធ្វើទៅកន្លងមកនឹងចង់ឧបត្ថម្ភកូនជឹងដែលធ្វើព្យុះភ្លៀងនៅតាមតំបន់មជ្ឈមបូព៌ាមាន Hamas មាន Hezbollah មានហូទីយេម៉ែនពួកហ្នឹងគឺកូនជើងអ៊ីរ៉ង់ឯងអ៊ីរ៉ង់ឧបត្ថម្ភលុយទៅរាប់ពាន់លានដុល្លារនៅក្នុងមួយឆ្នាំដើម្បីធ្វើយ៉ាងណាគឺបំផ្លាញផលប្រយោជន៍អ៊ីស្រាអែលនិងបំផ្លាញផលប្រយោជន៍របស់អាមេរិកនៅក្នុងតំបន់មជ្ឈមបូព៌ានិយាយភាសាងាយស្ដាប់គឺអ៊ីរ៉ង់គេចង់ធ្វើមហាអំណាចផ្ដាច់មុខនៅក្នុងតំបន់មជ្ឈមបូព៌ាហ្នឹងក៏មានការប្រទាំងប្រទើគ្នាមកវាយគ្នារហូតប៉ុន្តែគេអត់មានមូលហេតុអីដើម្បីទៅឆ្លោះទៅធ្វើសង្គ្រាមមួយអ៊ីរ៉ង់ឯងមានមូលហេតុតែមួយឯងដែលអាមេរិកនិងអ៊ីស្រាអែលគឺមិនអនុញ្ញាតឲ្យអ៊ីរ៉ង់ធ្វើជាដាច់ខាតនោះគឺការផលិតអាវុធនុយក្លេអ៊ែរដើមឡើយចំនួនមុននឹងឈានទៅដល់ការធ្វើប្រតិបត្តិការយោធា Operation Midnight Hammer របស់អាមេរិកនៅក្នុងប្រទេសអ៊ីរ៉ង់អ៊ីស្រាអែលគឺជាអ្នកទទួលខុសត្រូវនៅក្នុងការវាយប្រឆាំងជាមួយនឹងអ៊ីរ៉ង់អញ្ចឹងអ៊ីស្រាអែលតាំងពីឆ្នាំ2024 2025មកបានវាយបំបាក់ក្រុមហាម៉ាស់សម្លេះមេដឹកនាំហាម៉ាស់ចោលក្រុម Hezbollah នៅលីបង់ក្រុមហូទីយេម៉ែនអ៊ីស្រាអែលវាយបំបាក់រៀបបងប្អូនទាំងអស់គ្នាគឺថាទុនជើងអស់ហើយអ៊ីស្រាអែលនៅតែចិញ្ចឹមចិត្តមួយចង់វាយអ៊ីរ៉ង់ហ្មងនិយាយទៅអ៊ីស្រាអែលចង់វាយបំបាក់អ៊ីរ៉ង់ហ្មងប៉ុន្តែអត់ទាន់មានមូលហេតុរហូតមកដល់ថ្ងៃទី12ខែមិថុនាឆ្នាំ2025ក្រុមប្រឹក្សារបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA International Atomic Energy Agency បានចេញសេចក្តីប្រកាសផ្លូវការមួយថាអ៊ីរ៉ង់នឹងកំពុងតែរំលោភបំពានលើបន្ទាត់ក្រហមដែលកំណត់ដោយ IAEA ហើយនិយាយភាសាស្រួលស្ដាប់គឺអ៊ីរ៉ង់កំពុងតែព្យាយាមផលិតអាវុធនុយក្លេអ៊ែរគ្រាន់តែមិនទាន់បានសម្រេចចិត្តបានសម្រេចដោយសារតែចម្រាញ់អាសារធាតុអ៊ុយរ៉ាញ៉ូមនឹងដល់កម្រិត 60% ហើយខ្វះតែមួយជំហានទៀតទេគឺបើអត់មានអីទប់ស្កាត់ទេអ៊ីរ៉ង់នឹងផលិតអាវុធនុយក្លេអ៊ែរបានសម្រេចហើយមួយថ្ងៃក្រោយមកបងប្អូនអរគ្នាអ៊ីស្រាអែលក៏ចាប់ផ្ដើមធ្វើប្រតិបត្តិការយោធាមួយដែលភាសាអង់គ្លេសហៅថា Operation Rising Lion នៅពាក់កណ្ដាលយប់ថ្ងៃទី13ខែមិថុនាឆ្នាំ2025មួយថ្ងៃក្រោយពីទីភ្នាក់ងារអាតូមិកអន្តរជាតិចេញសេចក្តីប្រកាសហ្នឹងបងប្អូនអរគ្នាដឹងទេថាអ៊ីស្រាអែលឆ្មក់យក drone អត្តឃាតចូលទៅក្នុងទឹកដីអ៊ីរ៉ង់តាមរយៈទីភ្នាក់ងារចារកិច្ចរបស់អ៊ីស្រាអែលរៀបចំ drone អត្តឃាត drone ទម្លាក់គ្រាប់បែកអីហ្នឹងនៅក្នុងទឹកដីអ៊ីរ៉ង់តាំងពីកាលអ៊ីរ៉ង់អត់ដឹងខ្លួនទេបងប្អូនអរគ្នាគ្រាន់តែមេដឹកនាំអ៊ីស្រាអែលប្រាប់ថាចាប់ដើមវាយថ្ងៃទី13ខែមិថុនាឆ្នាំ2025ហ្នឹងអ៊ីស្រាអែលបញ្ជូន drone ទៅមុនបញ្ជូន drone ហ្នឹងគឺមានកំណត់ GPS រួចហើយទីតាំងប្រព័ន្ធរ៉ាដាការពារដែនអាកាសរបស់អ៊ីស្រាអែលមួយភាគធំត្រូវបានបំផ្លាញដោយ drone បន្ទាប់ពីកំទេចជើងទម្រកំជ្រួចការពារដែនអាកាសរបស់អ៊ីរ៉ង់បានជាច្រើនមកអ៊ីស្រាអែលក៏បានបញ្ជូនយន្តហោះចម្បាំងប្រមាណ200គ្រឿងដែលនៅក្នុងនោះមាន F-35 ដែលជាយន្តហោះបំបាំងកាយដ៏ទំនើបរបស់សហរដ្ឋអាមេរិកហោះសម្ដៅទៅវាយប្រហារដល់ទឹកដីរបស់អ៊ីរ៉ង់តែម្ដងហើយអ៊ីរ៉ង់ក៏បានបាញ់ballistic missile មកអ៊ីស្រាអែលវិញផ្លោងវាយគ្នាចុះឡើង missile ផង drone ផងខណៈដែលអ៊ីស្រាអែលហើយនិងអ៊ីរ៉ង់នឹងចម្ងាយ 1500 គីឡូម៉ែត្រពីគ្នាបងប្អូនអរគ្នាប៉ុន្តែប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែលភាគច្រើនបានទប់កំជួច missile របស់អ៊ីរ៉ង់បានភាគច្រើនដែរមិនបានទាំងអស់ហើយគាត់បានភាគច្រើនអ៊ីស្រាអែលបំបាក់អ៊ីរ៉ង់បានរឿងខ្លាំងគួរសមប៉ុន្តែមានរឿងមួយដែលអ៊ីស្រាអែលធ្វើអត់បាននោះគឺការកំទេចស្ថានីយ៍រោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម Fordo គឺជាទីតាំងរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនិងផលិតអាវុធនុយក្លេអ៊ែរនៅក្រោមរូងថ្មភ្នំជំរាលគឺជ្រៅមែនទែនដែលអ៊ីរ៉ង់លួចសាងសង់មករាប់សិបឆ្នាំហើយបងប្អូនអរគ្នាគ្មានគ្រាប់បែកណាគ្មានមីស៊ីលណាទៅអាចបំបុកទម្លុះចូល Fordo នឹងបានទេណាតាន់នឹងក៏មាំដែរមានតែគ្រាប់បែកទម្លុះថ្មមួយយ៉ាងរបស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះទើបអាចមានសមត្ថភាពទៅកំទេចទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ទាំង3ទីតាំងហ្នឹង
គ្រាប់បែករបស់អាមេរិកហ្នឹងគឺគេហៅថាប្រភេទ GBU 57 Massive Ordnance Penetrator វាគឺជាប្រភេទគ្រាប់បែកដែលមិនមែនជាគ្រាប់បែកនុយក្លេអ៊ែរទេប៉ុន្តែធំមែនទែនទម្ងន់រហូតដល់14 តោនណាបងប្អូនទាំងអស់គ្នាគ្រាប់បែកទាំងអស់ហ្នឹងគឺអាមេរិកជាអ្នកផលិតហើយមានតែអាមេរិកតែប៉ុណ្ណោះដែលមានប្រើអញ្ចឹងហើយដោយសារតែឃើញថា Operation Rising Lion របស់អ៊ីស្រាអែលហ្នឹងនៅស្ទើរកម្លាំងអាមេរិកក្រោមបញ្ជាផ្ទាល់ពីលោកប្រធានាធិបតី Donald Trump មើលទៅអត់កើតទេតោះយើងចូលលូកដៃតែម្ដងអញ្ចឹងហើយទើបនាំឲ្យកើតមានប្រតិបត្តិការយោធាមួយទៀតដែលយើងហៅថា Operation Midnight Hammer របស់អាមេរិកនឹងឯងបងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាខណៈដែលពិភពលោកកំពុងតែចាប់អារម្មណ៍សង្គ្រាមរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់វាយផ្លោងដាក់គ្នាប្រយុទ្ធគ្នានៅក្នុងចម្ងាយ 1000 គីឡូម៉ែត្រជាងបងប្អូនទាំងអស់គ្នានៅយប់ថ្ងៃទី21ខែមិថុនាឆ្នាំ 2025នៅឯមូលដ្ឋានទ័ពអាកាស Weizmann Air Force នៅក្នុងរដ្ឋ Missouri ដែលមានចម្ងាយប្រមាណជាង 10000 គីឡូម៉ែត្រពីប្រទេសអ៊ីរ៉ង់ក្រុមអាកាសយានិកដែលខ្ញុំហៅថា Pilot ដែលជាអ្នកបើកយន្តហោះទម្លាក់គ្រាប់បែកបំផាំងកាយ B2 Spirit កំពុងតែមមាញឹករៀបចំបេសកកម្មដ៏ធំមួយហើយដោយស្ងៀមស្ងាត់ជាទីបំផុតបងប្អូនអរគ្នាម៉ោង 12:01 នាទីម៉ោងនៅរដ្ឋ Missouri ហ្នឹងបងប្អូនអរគ្នាយន្តហោះទម្លាក់គ្រាប់បែក B2 Spirit ចំនួន2គ្រឿងបានហោះចេញពីមូលដ្ឋានទ័ពអាកាសសម្ដៅទៅមហាសមុទ្រ Pacific ដែលធ្វើឲ្យគ្រប់គ្នាចាប់ភ្នែកជាពិសេសសត្រូវរបស់អាមេរិកហ្នឹងនាំគ្នាចាប់ចំណាប់អារម្មណ៍ទៅលើយន្តហោះពីរនឹងឆ្ងល់ថាម៉េចបានអាមេរិកបញ្ចេញយន្តហោះ B2 អញ្ចឹងយន្តហោះហ្នឹងគឺអាមេរិកមានចេតនាដើម្បីបង្ហាញឲ្យពិភពលោកឃើញថាយន្តហោះ B2 ហ្នឹងគឺហោះទៅមូលដ្ឋានទ័ពអាកាសរបស់ខ្លួននៅកោះក្រមធម្មតាប៉ុន្តែអ្វីដែលមិនធម្មតាបងប្អូនអរគ្នាយន្តហោះ B2 Spirit 7គ្រឿងផ្សេងទៀតដែលនៅក្នុងមួយគ្រឿងសុទ្ធតែមានបំពាក់គ្រាប់បែកប្រភេទ GBU 57ក្នុងមួយគ្រឿងគឺ2គ្រាប់នៅក្នុងមួយគ្រាប់ទម្ងន់14 តោនបានន័យថា2គ្រាប់ហ្នឹងគឺ28 តោនហោះសំដៅទៅមហាសមុទ្រអាត្លង់តិកនិយាយឲ្យចំសំដៅទៅអ៊ីរ៉ង់7គ្រឿងដែលហោះសំដៅទៅអ៊ីរ៉ង់គឺមានយុទ្ធសាស្ត្រនៅក្នុងការហោះហើរសម្បីតែម៉ាស៊ីនក៏គេមានកម្រិតបើកកុំឲ្យធ្វើម៉េចចេញផ្កាភ្លើងខ្លាំងវិទ្យុតាក់ទងគេមានរបៀបរបស់គេធ្វើម៉េចឲ្យការតាក់ទងហ្នឹងគឺស្ងៀមស្ងាត់បំផុតបងប្អូនអរគ្នាដឹងទេថាដើម្បីទៅដល់វាយប្រហារនៅក្នុងអ៊ីរ៉ង់យន្តហោះទម្លាក់គ្រាប់បែកបំផាំងកាយ B2 Spirit ទាំង7គ្រឿងហ្នឹងគឺមួយគ្រឿងសុទ្ធតែពំគ្រាប់បែក2គ្រាប់វាទម្ងន់ជិត30 តោនអញ្ចឹងបើកទៅវាស៊ីសាំងខ្លាំងកងទ័ពអាកាសអាមេរិកបានរៀបចំយន្តហោះសម្រាប់ចាក់សាំងនៅលើអាកាសចាក់ប្រដាក់គ្នាដូចក្រាស់សាំងនៅលើមេឃអញ្ចឹងបងប្អូនអរគ្នានៅពេលជិតដល់ដែនអាកាសរបស់អ៊ីរ៉ង់អាមេរិកអត់ដូចអ៊ីស្រាអែលទៅវាយប្រហារទីតាំងយោធាក៏ជ្រួចការពារដែនអាកាសរបស់អ៊ីរ៉ង់ឯងកងកម្លាំងបច្ចេកវិទ្យារបស់អាមេរិកដែលភាសាអង់គ្លេសហៅថា US Cyber Command បានសហការជាមួយនឹង The National Security Agency សិតតែជាភ្នាក់ងារខ្លាំងពាក់ព័ន្ធជាមួយនឹង Cyber War ហ្នឹងក្រុមជំនាញបច្ចេកវិទ្យាផ្នែក Cyber ហ្នឹងគឺបានធ្វើឲ្យរំខានដល់ប្រព័ន្ធរ៉ាដាចាប់សញ្ញាកំជ្រួចការពារដែនអាកាសរបស់អ៊ីរ៉ង់បានន័យថាទៅរំខានធ្វើឲ្យរ៉ាដាដែលចាប់សញ្ញានៅលើមេឃហ្នឹងគឺអត់អាចបញ្ជូនសញ្ញាបញ្ជូនទិន្នន័យទៅ Command Center ទីតាំងបញ្ជាការបានទេអញ្ចឹងហើយធ្វើឲ្យប្រព័ន្ធរ៉ាដារបស់អ៊ីរ៉ង់ទាំងមូលនាំគ្នាដេកអត់ដឹងថាមានអីនៅលើមេឃទេប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ដែលភាគច្រើនគឺផលិតដោយរុស្ស៊ី S300 S400 គឺស្ងប់ស្ងាត់ដូចមនុស្សដេកងាប់ចឹងអត់មានបានធ្វើការអីទេនៅពេលចូលដល់ដែនអាកាសរបស់អ៊ីរ៉ង់យន្តហោះ B2 Spirit ទាំង7គ្រឿងហ្នឹងត្រូវអមដំណើរដោយយន្តហោះបំផាំងកាយ F22 Raptor និងយន្តហោះប្រយុទ្ធបំផាំងកាយ F35 ដើម្បីការពារក្រែងមានយន្តហោះចម្បាំងរបស់អ៊ីរ៉ង់ហោះឡើងមកវាយប្រហារ B2 Spirit ហ្នឹងគឺត្រូវឆ្លងកាត់ F22 Raptor និងឆ្លងកាត់ F35 សិនអត់មានយន្តហោះអ៊ីរ៉ង់ណាមកស្ទាក់បានទេបងប្អូនទាំងអស់គ្នាបើអត់មានអីដឹងហោះនឹងចូលទៅហោះឲ្យតង្វងអត់មានដឹងអីអាលីងតម្រាំដឹងដល់ទីតាំងបាត់អាហ្នឹងនៅលើមេឃណានៅក្នុងទឹកឯនេះវិញកងទ័ពជើងទឹករបស់អាមេរិកបានបញ្ជូននាវាមួយទឹកប្រភេទ USS Georgia ដែលប្រភេទនាវាមួយទឹកដើរដោយថាមពលនុយក្លេអ៊ែរហ្នឹងគឺសិតតែមានបំពាក់ដោយមីស៊ីលប្រភេទមីស៊ីលបដែតTomahawk Cruise Missile នាវាមួយទឹកហ្នឹងគឺចូលទៅក្នុងឈូងសមុទ្រពាក់ក្បែរប្រទេសអ៊ីរ៉ង់ stand by រងចាំបទបញ្ជារហូតដល់ម៉ោង 2:10 នាទីកណ្ដាលអាធ្រាត្រយប់នៅក្នុងប្រទេសអ៊ីរ៉ង់បងប្អូនអរគ្នានៅឯមូលដ្ឋានចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមផលិតអាវុធនុយក្លេអ៊ែរ Fordo យន្តហោះ B2 Spirit តែពំគ្រាប់បែកចំនួន12គ្រាប់ទៅទម្លាក់សម្រុកនៅលើមាទីតាំងនឹងតែម្ដងគ្រាប់បែក GBU 57មានប្រវែងប្រមាណ6ម៉ែត្រជាងបងប្អូនអរគ្នាមានទម្ងន់14 តោនហើយផលិតចេញពីលោហៈធាតុពិសេស
ដែលមានភាពធន់ទៅនឹងថ្មទៅនឹងការប៉ះទង្គិចនៅពេលទម្លាក់ពីលើយន្តហោះមកអាគ្រាប់បែកប្រវែង6ម៉ែត្រជាងទម្ងន់14តោននឹងមានសមត្ថភាពអាចរុងចូលទៅក្នុងដីបានជ្រៅមែនតើបងប្អូនអរគ្នាគេបានប៉ាន់ស្មានថាអាចដល់លើស18ម៉ែត្រជ្រៅមែនតើជ្រៅជាងនឹងទៀតតែគាត់អត់មានតន័យជាក់លាក់ឯងអញ្ចឹងនៅក្នុងចំណោមគ្រាប់បែកទាំង12គ្រាប់ដែល B2 Spirit ទាំង6គ្រឿងពំទៅហ្នឹងគឺគេទម្លាក់ឲ្យចំទីតាំងគេហៅថាទីតាំងបូមខ្យល់ចូលទៅក្នុងរូងភ្នំបងប្អូនធម្មតាការធ្វើរោងចក្រធ្វើអគារអីនៅក្នុងរូងភ្នំគេប្រកាសជាមានកន្លែងប្រឡោះដើម្បីបឺតខ្យល់ធម្មជាតិចូលយកទៅផ្គត់ផ្គង់នៅក្នុងរូងភ្នំហ្នឹងហើយទីភ្នាក់ងារសម្ងាត់របស់អាមេរិកហ្នឹងគឺបានរកឃើញហើយគេបានទម្លាក់ឲ្យចំអាកន្លែងបឺតខ្យល់ហ្នឹងដើម្បីធ្វើយ៉ាងណាឲ្យគ្រាប់បែកហ្នឹងទម្លុះចូលឲ្យបានកាន់តែជ្រៅកាន់តែល្អហើយចាំផ្ទុះនៅពេលដែលផ្ទុះមកបឹងហើយទៅគេតម្លាក់អា11គ្រាប់ផ្សេងទៀតចំកន្លែងដដែលមូលដ្ឋាននៅមកភ្នំហ្នឹងទាំងអស់ធ្វើឲ្យខូចខាតរោងចក្រហើយនឹងទីចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម Fordo ហ្នឹងឲ្យបានកាន់តែខ្លាំងកាន់តែល្អអញ្ចឹងបងប្អូន12គ្រាប់ហើយមកគ្រាប់ទម្ងន់14តោនបងប្អូនសាកស្មៃមើលថាតើផ្ទុះអង្គើភ្នំយ៉ាងណាទៅយន្តហោះ B2 Spirit 6គ្រឿងទម្លាក់គ្រាប់នៅ Fordo 2ដល់10គ្រាប់មកគ្រឿងទៀតនៅសល់មានគ្រាប់បែក2គ្រាប់ទៅទម្លាក់នៅលើមូលដ្ឋានចម្រាញ់អ៊ុយរ៉ាញ៉ូមផលិតអាវុធនុយក្លេអ៊ែរហៅថា Natanz ហ្នឹងគឺអត់សូវមាំខ្លាំងដូច Fordo ទេអញ្ចឹងហើយប្រើគ្រាប់បែក GBU 57ហ្នឹង2គ្រាប់បូកជាមួយនឹងមីស៊ីលបដែតដែលបាញ់ចេញពីនាវាមួយទឹកប្រភេទ Tomahawk Cruise Missile ហ្នឹងទម្លាក់ប្រមាណគ្រឿងទៀតទៅខ្ទេចខ្ទីចឹងទៅផ្ទុយពីកន្លែងទាំងអស់ហ្នឹងទីតាំងស្រាវជ្រាវនុយក្លេអ៊ែរ Isfahan ហ្នឹងគឺដូចជាមូលដ្ឋានទ័ពមួយដែលស្រាវជ្រាវផលិតអាវុធនុយក្លេអ៊ែរទីពិសោធន៍អីចឹងបងប្អូនអរគ្នាគឺអត់ត្រូវការគ្រាប់បែក GBU ហ្នឹងទេកងទ័ពជើងទឹកបានបាញ់មីស៊ីលប្រភេទ Tomahawk ហ្នឹងប្រហែលជាជិត30គ្រាប់សំដៅកំតិចទីតាំងស្រាវជ្រាវ Isfahan នឹងខ្ទេចតែម្ដងបងប្អូនអរគ្នាបងប្អូនអរគ្នាដឹងទេថាសកម្មភាពវាយប្រហារសង់តង់គ្នាដល់ប្រតិកលាហ្នឹងកងទ័ពអាកាសអាមេរិកនិងកងទ័ពជើងទឹកធ្វើមិនដល់30នាទីទេបងប្អូនអរគ្នាក្រោយពីកំតិចខ្ទេចខ្ទីអស់ហើយកងទ័ពជើងអាកាសជាពិសេសគឺយន្តហោះ B2 Spirit ត្រូវហោះចេញពីដែនអាកាសអ៊ីរ៉ង់ឲ្យបានលឿនបំផុតសម្រាប់ B2 Spirit អត់មានបានសម្រាប់ទេបងប្អូនអរគ្នា7គ្រឿងហ្នឹងគ្រាន់តែទៅដល់បើកទៅ8ដល់10ម៉ោងទៅដល់តម្លាក់គ្រាប់ហើយប្រហែល1នាទីណាបកត្រឡប់មកវិញ8ដល់10ម៉ោងអត់មានឈប់នៅកន្លែងណាទាំងអស់គឺត្រូវចាក់សាំងនៅលើអាកាសហើយបើកត្រឡប់មកមូលដ្ឋានផ្ទះរបស់ខ្លួនវិញនៅ Wiseman Airbase នេះ36ម៉ោងប្រតិបត្តិការដ៏យូរបែបនេះបើថាយន្តហោះមិនចេះហត់ក៏មនុស្សហត់ដែរបងប្អូនទាំងអស់គ្នា Pilot អ្នកបើកយន្តហោះ B2 Spirit គឺនៅក្នុងមួយយន្តហោះគឺមាន Pilot 2អញ្ចឹង Pilot 2នាក់មិនដឹងថាគាត់ផ្លាស់ប្ដូរគ្នាញ៉ាំចុកផ្លាស់ប្ដូរគ្នាបើកយ៉ាងម៉េចបងប្អូនទាំងអស់គ្នាអាហ្នឹងគឺជាតាក់តិចមួយដែលគ្មានកងទ័ពអាកាសណាធ្វើបានដោយកងទ័ពអាកាសអាមេរិកទាំងឧបករណ៍ហើយនឹងទាំងធនធានមនុស្សគឺគេប្រកែកមែនតើក្រោយពីចំណាយពេល8ដល់10ម៉ោងទីបំផុតយន្តហោះ B2 Spirit ហ្នឹងបានហោះដល់មូលដ្ឋានខ្លួនវិញដោយអត់មានរឿងអីកើតឡើងចឹងខណៈដែលពិភពលោកនេះជ្រួលច្បល់ពេញនឹងប្រធានាធិបតី Donald Trump ចេញធ្វើសន្និសីទកសែតបង្ហាញអំពីភាពជោគជ័យរបស់កងទ័ពអាមេរិកហើយគម្រាមអ៊ីរ៉ង់ទៀតថាតាហ៊ានញ៉ៃវាយទៀតសម្រាប់អ៊ីរ៉ង់នៅពេលហ្នឹងបងប្អូនអរគ្នាក្រោយពីទទួលបានការវាយប្រហារយ៉ាងសន្ធប់ពីកងទ័ពអាកាសអាមេរិកអ៊ីរ៉ង់បាក់ហ្មងបងប្អូនអរគ្នាបាក់ប៉ុន្តែអត់ចង់បាក់មុខទេគម្រាមថានឹងធ្វើឲ្យអាមេរិកភ្លឺភ្នែកប៉ុន្តែមានទេបងប្អូនអរគ្នាប្រាប់អាមេរិកមុនថាអាមេរិកអើយនេះអញតិចទៀតអញបាញ់មីស៊ីលសម្ដៅទៅមូលដ្ឋានទ័ពឯងនៅកាតាហើយអាមេរិកមានមូលដ្ឋានកងទ័ពនៅប្រទេសកាតាបងប្អូនអរគ្នាអ៊ីរ៉ង់ប្រាប់អាមេរិកមុនឲ្យត្រៀមខ្លួនបាញ់មីស៊ីលទៅប្រមាណគ្រាប់ក៏កងទ័ពអាមេរិកស្ទាក់មីស៊ីលនឹងបានទាំងអស់ទៅអត់មានបកគ្រោះថ្នាក់អីទេចាញ់អាមេរិកតែចង់យកមុខរហូតមកដល់ឥឡូវហ្នឹងគេមិនទាន់មានព័ត៌មានថាតើអាសារធាតុអ៊ុយរ៉ាញ៉ូមដែលអ៊ីរ៉ង់ចម្រាញ់បាន400គីឡូហ្នឹងចម្លៀសយកទៅណាហើយបងប្អូនអរហើយគេក៏មិនទាន់អាចដឹងអំពីស្ថានភាពនៃការខូចខាតទៅលើទីតាំងធំទាំង3របស់អ៊ីរ៉ង់ដែរព្រោះអត់មាននរណាគេចូលបាននេះមានតែរូបភាពតាមរយៈផ្កាយណប់តែប៉ុណ្ណោះបើសិនជាបងប្អូនពេញចិត្តកុំភ្លេចចុច like ចុច love ហើយនឹង share វីដេអូនេះផងជួបគ្នាវីដេអូក្រោយ